រដូវមេឃភ្លៀងអាកាសធាតុត្រជាក់បងប្អូនរបស់យើងដែលកំពុងតែផ្ដាសាយកំពុងតែអត់ស្រួលខ្លួនបើបានហត់ទឹកស៊ុបក្តៅមួយចានបែបនេះប្រហែលជាអែមមែនតើមើលទៅថ្ងៃនេះខ្ញុំមកធ្វើស៊ុបឆ្អឹងចនីជ្រូកជាមួយនឹងដលងប្រាំងហើយខ្ញុំលាយពោតហើយនឹងឆៃថៅដែរដើម្បីឲ្យទឹកស៊ុបនេះវាកាន់តែមានឲ្យជារសសម្រាប់ការធ្វើមុខម្ហូបនៅតាមផ្ទះផ្សេងមានរូបមន្តផ្សេងគ្នាសម្រាប់ខ្ញុំដូចខ្ញុំនិយាយតាំងពីដើមអញ្ចឹងបើថារូបមន្តក្នុងការធ្វើប្រហូបប្រចាំថ្ងៃដូចជាអត់មានទេប៉ុន្តែអ្វីដែលយើងអាចគិតថាវានឹងផ្ដល់អត្ថប្រយោជន៍ទៅដល់ទឹកស៊ុបមួយឆ្នាំងដែលយើងកំពុងតែធ្វើខ្ញុំក៏សម្រេចចិត្តថានឹងដាក់វាចូលក្នុងនឹងទៅបើនិយាយឲ្យរួមទៅប្រភេទសម្លដូចខ្ញុំធ្វើនេះគេហៅប្រភេទសម្លស្ងោរគេមិនហៅថាជាប្រភេទស៊ុបទេតែសម្រាប់ខ្ញុំហៅវាថាស៊ុបដោយសារតែខ្ញុំរងាស់ឆ្អឹងហ្នឹងរៀងយូរឲ្យតែប្រភេទសម្លស្ងោរដែលយើងប្រើប្រាស់ឆ្អឹងបើសិនជាយើងរងាស់ឆ្អឹងហ្នឹងកាន់តែយូរទឹកសម្លមួយឆ្នាំងហ្នឹងវាកាន់តែមានជាតិកន្លែងហ្នឹងហើយដែលគេហៅថារងាស់ឆ្អឹងធ្វើស៊ុបនឹងឯងបំពងខ្ទឹមរំលីងឆ្អឹងជ្រូកដាក់គ្រឿងដាក់ក្រូវទៅតាមចំណង់ចំណូលចិត្តប្រៃផ្អែមសាបល្វីងជូរចត់អាហ្នឹងទៅតាមអ្វីដែលបងប្អូនចង់បានខ្ញុំបន្ថែមដុំស៊ុបខ្នុរមួយដុំបន្ថែមទៀតដើម្បីធ្វើឲ្យសម្លមួយឆ្នាំងនេះកាន់តែមានរសជាតិចំណែកបន្លែខ្ញុំប្រើតែប្រភេទមើមទេមានដូចជាការ៉ុតឆៃថៅយើងប្រើផ្លែពោតដែររួមជាមួយនឹងមើមដំឡូងបារាំងខ្ញុំប្រើតែពីរមើមតែប៉ុណ្ណោះបន្លែប្រភេទនេះមិនងាយរលួយទេអញ្ចឹងយើងអាចយកវាមកឆាជាមួយសាច់ឲ្យចូលជាតិបន្តិចហើយយើងដាក់ទឹករងាស់វាទឹកខ្ញុំប្រើទឹកក្តៅជាប្រចាំសម្រាប់ការស្លសម្លនៅក្នុងផ្ទះរបស់ខ្ញុំគឺខ្ញុំតែងតែប្រើទឹកចម្រោះហើយជាប្រភេទទឹកក្តៅនឹងឯងសម្លនេះខ្ញុំចាក់ទឹករៀងច្រើនបន្តិចដោយសារតែខ្ញុំត្រូវរងាស់វារៀងយូរហើយទម្លាប់របស់ខ្ញុំនៅពេលដែលខ្ញុំស្លហើយខ្ញុំរងាស់បែបនេះហើយខ្ញុំឡើងមកបន្ទប់គេងដើម្បីរៀបចំងូតទឹកស្លៀកពាក់ញ៉ាំបាយថ្ងៃហើយជាទូទៅផ្ទះរបស់ខ្ញុំមានចុងភៅតែសម្រាប់ការថតវីដេអូម្ហូបខ្ញុំឲ្យគាត់រៀបចំបន្លែសាច់ទាំងអស់ហើយខ្ញុំចុះទៅស្លដើម្បីថតវីដេអូនេះខ្លួនឯងចុងក្រោយយើងដាក់ស្លឹកខ្ទឹមដើម្បីបន្ថែមក្លិននៅក្នុងទឹកសម្លរបស់យើងបើសួរថាខ្ញុំចូលចិត្តស្លឹកខ្ទឹមអត់ខ្ញុំក៏អត់សូវចូលចិត្តដែរតែខ្ញុំចូលចិត្តក្លិនរបស់វានៅក្នុងទឹកសម្លនឹងឯងបើសិនជាអង្គុយញ៉ាំវិញខ្ញុំប្រកាសជារើសចាញ់ហើយជាប់មួយមិនសូវអីបើថាជាប់ច្រើនរៀងមិនសូវចេះញ៉ាំប្រមាណទេមុខម្ហូបមួយពេលនេះខ្ញុំមានផ្លែចេកមួយផ្លែជាមួយនឹងល្ហុងទុំមួយផ្លែផងដែរហើយយើងមានប្រហុកចំហុយកាលពីម្សិលមិញហ្នឹងមកកូនចានដើម្បីញ៉ាំបន្ថែមទៀតជាមុខម្ហូបសម្រាប់ពេលថ្ងៃត្រង់នេះសម្រាប់បាយខ្ញុំមិនសូវញ៉ាំច្រើនប្រហែលទេមួយចានហ្នឹងជួនកាលមិនអស់ផងលើកម្ហូបដាក់លើតុខ្លួនឯងថតវីដេអូខ្លួនឯងស្លខ្លួនឯងលើកាមេរ៉ាបង្ហាញនៅក្នុងកញ្ចក់មកប៉ុសទៀតឲ្យបានជាប់បន្តិចអញ្ចឹងទៅសម្រាប់ការរស់នៅប្រចាំថ្ងៃខ្ញុំចូលចិត្តភាពស្អាតការមានរបៀបរៀបរយការរស់នៅមានរបៀបរៀបរយរស់នៅប្រកបដោយអនាម័យគឺជាអីដែលខ្ញុំចង់បានហើយខ្ញុំព្យាយាមថតមុខម្ហូបដែលធ្វើរាល់ថ្ងៃហើយខ្ញុំព្យាយាមចំណាយពេលមកឈរធ្វើម្ហូបដោយខ្លួនឯងដោយសារតែខ្ញុំចង់បង្ហាញថ្វីដៃរបស់ខ្ញុំចូលក្នុង account TikTok ទាំងអស់នេះចែកជូនបងប្អូនរបស់យើងទស្សនាទាំងអស់គ្នាកាលពីជិត10ឆ្នាំមុនខ្ញុំក៏ធ្លាប់ធ្វើជាកូនកបិតនិងចុងភៅនៅក្នុងហាង Sky Bar មកកន្លែងផងដែរវីដេអូក្រោយៗខ្ញុំនឹងព្យាយាមបង្ហាញពីប្រវត្តិរូបរបស់ខ្ញុំបន្តិចម្ដងឲ្យបងប្អូនបានស្គាល់ឥឡូវមកស្ដាប់សំឡេង original ទាំងអស់គ្នាបាទ